រមាស់ដៃផ្ទៃឆ្អែតគឺជាការបង្ហាញនូវការព្យាយាមការតស៊ូធ្វើអ្វីមួយឲ្យកើតឡើងនិងទទួលបានលទ្ធផលសម្រេចដោយខ្លួនឯងមិនខុសអីពីកសិករដាំដំណាំដើម្បីទទួលបានផលដែលខ្លួនឯងចង់បានដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ប្រៀបធៀបនៅក្នុងការអប់រំវិញសិស្សនិស្សិតគឺខិតខំប្រឹងរៀនប្រឹងសរសេរដើម្បីទទួលបាននូវលទ្ធផលពិន្ទុល្អដែលពួកគាត់ខំចំណាយពេលក្នុងការសិក្សារៀនសូត្រអស់រយៈពេលយូរឆ្នាំចំណែកឯក្នុងអាជីពការងារវិញសំដៅលើកម្មករនិយោជិតដែលបម្រើការងារឲ្យក្រុមហ៊ុនសហគ្រាសដែលចំណាយកម្លាំងប្រាជ្ញាក៏ដូចជាគំនិតច្នៃប្រឌិតដើម្បីអភិវឌ្ឍនៅក្នុងក្រុមហ៊ុនអង្គភាពដែលខ្លួនឯងកំពុងបំពេញការងារដោយមានការចែករំលែកទូលមានបណ្ដុះបណ្ដាលនិងចូលរួមធ្វើដើម្បីអភិវឌ្ឍនិងពង្រឹងក្រុមនៅក្នុងអង្គភាពដើម្បីសម្រេចគោលដៅរួមមួយគ្មានភាពជោគជ័យឬលទ្ធផលណាដែលកើតឡើងបានដោយមិនមានការលះបង់ការខិតខំប្រឹងប្រែងការរៀនសូត្រនៅអ្វីដែលថ្មីនិងទទួលយកនៅមតិកែលម្អព្រមទាំងការចង់ចេះចង់ដឹងចង់រៀនអ្វីដែលថ្មីដើម្បីអភិវឌ្ឍជំនាញដើម្បីបំពេញនូវក្តីស្រមៃនាពេលអនាគត